ឯកឧត្តមសន្តិបណ្ឌិតយូសុនឡុងដឹកនាំពីនិតទីតាំងនិងកិច្ចប្រជុំត្រៀមរៀបចំការងារសន្តិសុខសុវត្ថិភាពសម្រាប់ការអញ្ជើញបំពេញបេសកកម្មរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី24ខែមិថុនាឆ្នាំ2026ឯកឧត្តមសន្តិបណ្ឌិតយូសុនឡុងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យទីតាំងពិធីសំខាន់ព្រមទាំងដឹកនាំកិច្ចប្រជុំស្ដីពីការងារត្រៀមរៀបចំនិងការងារសន្តិសុខសុវត្ថិភាពដើម្បីធានាឲ្យបានមានភាពរលូននិងមានប្រសិទ្ធភាពក្នុងឱកាសដែលថ្នាក់ដឹកនាំជាន់ខ្ពស់និងអញ្ជើញមកបំពេញបេសកកម្មការងារនៅខេត្តស្ទឹងត្រែងនៅក្នុងពេលដ៏ខ្លីឆាប់ខាងមុខនេះក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិតបានពិនិត្យយ៉ាងម៉ត់ចត់លើទីតាំងសំខាន់ដែលត្រូវប្រើប្រាស់សម្រាប់ការរៀបចំពិធីដោយផ្ដោតលើសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈការរៀបចំវេទិកាបរិស្ថាននិងសេវាកម្មគាំទ្រផ្សេងដើម្បីធានាឲ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយជោគជ័យនិងមានកិត្តិយសបន្ទាប់មកឯកឧត្តមបានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តនិងកងកម្លាំងដែលពាក់ព័ន្ធដើម្បីពិនិត្យនិងវិតម្លៃលើផែនការត្រៀមរៀបចំការងារសន្តិសុខសុវត្ថិភាពនិងការងារផ្សេងដែលពាក់ព័ន្ធក្នុងកិច្ចប្រជុំឯកឧត្តមក៏បានណែនាំឲ្យគ្រប់ភាគីដែលពាក់ព័ន្ធបន្តបង្កើនការសហការយ៉ាងជិតស្និទ្ធដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់និងត្រៀមកម្លាំងឧបករណ៍សម្ភារៈឲ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រប់ប្រភេទដែលអាចកើតមានឡើងជាមួយគ្នានេះឯកឧត្តមសន្តិបណ្ឌិតយូសុនឡុងក៏បានលើកឡើងអំពីសារៈសំខាន់នៃការធានាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈដោយបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងទាំងអស់បំពេញភារកិច្ចដោយមានការទទួលខុសត្រូវខ្ពស់មានវិជ្ជាជីវៈនិងប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាថាការអញ្ជើញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នឹងប្រព្រឹត្តទៅដោយសុវត្ថិភាពពេញលេញក្នុងកិច្ចប្រជុំនិងការចុះពិនិត្យទីតាំងនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងព្រមទាំងថ្នាក់ដឹកនាំមន្ត្រីជំនាញនិងកងកម្លាំងដែលពាក់ព័ន្ធជាច្រើនរូបទៀតដែលបានបង្ហាញពីការត្រៀមខ្លួនយ៉ាងសកម្មនៅក្នុងការអនុវត្តតាមផែនការដែលបានកំណត់ផងដែរ